ប្រពន្ធខ្ញុំសូមខ្ញុំបែកគ្នាហើយខ្ញុំមិនសប្បាយចិត្តនោះទេរឿងនេះខ្ញុំដឹងហើយ ហេតុអីក៏នាងដឹងព្រោះខ្ញុំជាអ្នកឲ្យនាងសំបែកបងឯងបាននាងសំបែកបងឯងនឹងទទួលបានអ្វីគ្រប់យ៉ាងមុខតំណែងការងារអស់ទាំងនេះ ហួសហេតុពេកហើយខ្ញុំឈប់ធ្វើការងារនេះទៀតហើយខ្ញុំសូមលាឈប់ចាប់ពីពេលនេះខ្ញុំមិនចង់ធ្វើការដោយឡើងតាមខ្សែបែបនេះទេខ្ញុំលាសិនហើយរឿងនាងត្រកួនគ្រួសារប្តីប្រពន្ធមួយគូដែលទើបតែរៀបការរួចថ្មីថ្មោងដែលប្រពន្ធជាអ្នកលក់ទឹកកកឈូសរីឯប្តីជាអ្នកធ្វើការនៅមុខផ្ទះ អូនរួចនៅនឹងបងដល់មកទៅធ្វើការឥឡូវហើយឯណាបាយម្ហូបរបស់បងដែលថាវាខ្ចប់ទុកឲ្យបងយកទៅកន្លែងធ្វើការនោះឬក៏ភ្លេចបាត់ទៅហើយមកហើយស្រែកដូចស្រែកកន្លត់ប៉ិនប៉ោតមែនទេលោកប្តីណែប្រអប់បាយម្ហូបជិះម៉ូតូទៅធ្វើការប្រយ័ត្នប្រយែងផ្លូវកែងផ្លូវក្នុងផងលឺទេ បងដឹងហើយបើអញ្ចឹងបងទៅធ្វើការសិនហើយណាល្ងាចយើងជួបគ្នា ចាទៅចោះផ្លូវក្នុងប្រាប់មកថាបើមកវិញចាប់ក្លិនទឹកអប់មនុស្សស្រីប្រឡាក់ក្រែមចប់អាវមានសរសៃសក់ធ្លាក់លើអាវត្រូវមិនខានទេ គិតច្រើនណាស់អូនឯងនេះបងទៅហើយបងមិនមានស្រីស្អីទេកុំឲ្យដឹងថាមានពាក់ព័ន្ធជាមួយស្រីណាលោកប្តីនាពេលថ្ងៃត្រង់នាងត្រកួនក៏បានរៀបចំបើកតូបលក់ទឹកកកឈូសរបស់នាងតែម្ដងមិញខ្ញុំទិញទឹកកកឈូសមួយកែវហើយចុះស្អីខ្លះដែរគ្រឿងផ្សំហ្នឹងយកគ្រប់មុខមកមិញខ្ញុំប្រញាប់ទៅចំការជាមួយពុកខ្ញុំផងឯងមកបង្ខំខ្ញុំយ៉ាងម៉េចមកទៅតែម្ដងបាញ់មិញសោះហ្នឹងចង់លឿនមកក្រៅកន្ទេលដេកចាំមកបានលឿនហើយណាអូនយីមិញនៅរអ៊ូច្រើនអញ្ចឹងហើយកាលទៅខ្ញុំបានតកកឈូមួយកែវហ្នឹងយ៉ាងកំពុងតែធ្វើហើយកុំរហ័នពេកមើលវើយរួចឥឡូវហើយមិញទៅការហើយអញ្ចឹងមានអារម្មណ៍យ៉ាងម៉េចដែរធម្មតាទេគ្មានស្អីទេហត់ណែតកកឈូរបស់ឯងយកទៅកុំសួរមនុស្សចាស់អញ្ចឹងទៀតគ្មានស្អីទេចង់ចេះដឹងរឿងរបស់មនុស្សចាស់ខ្លាំងណាស់វើយបើអញ្ចឹងខ្ញុំទៅសិនហើយមិញចាំមកពីចំការវិញយកលុយថ្លៃតកកឈូមកឲ្យចំពាក់ទៀតឲ្យតតែបានចឹងមែនក្មេងៗអស់នេះខណៈនោះផងដែរឪពុករបស់នាងក៏បានដើរមករកអូនប្តីឯងទៅធ្វើការហើយមែនចាទៅធ្វើការបាត់ហើយពុកមានការអីជាមួយតប៉ែនឹងមែនទេគ្មានទេពុកគ្រាន់តែមកសួរតើលក់ដាច់អត់សម្បូរតែអ្នកចំពាក់នឹងតែម្ដងណាពុកពុកមករលុយមែនទេបានជាមកសួរអញ្ចឹងខ្ញុំទៅតែការរួចណាពុកចង់មករលុយទៅដណ្ដឹងប្រពន្ធដែរមែនទេកញ្ញឥឡូវហើយយូរទៅយើងជាឪមកសួរសុខទុក្ខវាមិនបានទេវាឌៀមដាមថាយើងនេះមករកលុយពីវារហូតនាងកូននេះវៃបើពុករកតែលុយអញ្ចឹងមែនមិនឲ្យខ្ញុំគិតយ៉ាងម៉េចបានយើងមកលេងឯងទៅការរួចឯងមានកើតអីអត់យើងអ្នកបារម្ភខ្ញុំអត់មានកើតអីទេពុកមិនក៏មកសួរអញ្ចឹងគ្រាន់តែទៅការរួចសោះក៏មកសួរអញ្ចឹងទៅកើតដែរបើឯងអីគឺល្អហើយពុកទៅផ្ទះវិញហើយអញ្ចឹងចាប់ពុកទៅចោះពូដែនក៏បានចាក់ចេញពីតូបកូនស្រីតែម្ដងហើយគ្រាន់តែទៅការរួចក៏មកសួរថាកើតថៃដែរហើយខ្ញុំមានតែកើតថៃគ្រាន់តែការបានប្តីសោះនៅកន្លែងធ្វើការរបស់នីឆាញនាពេលម៉ោងបាយថ្ងៃត្រង់ក៏បានយកបាយមកហូបជុំបុគ្គលិកដទៃទៀតដោយមានតែបាយនិងម្ហូបគឺបន្លែត្រកួនឆៅពុទ្ធោប្រពន្ធរបស់ខ្ញុំនេះរៀបចំបាយឲ្យប្តីអញ្ចឹងទៅកាត់ដែរតកួនហើយនឹងបាយសហើយស៊ីស្អីចូលគ្នាទៅវិញងាប់ហើយមើលប្រពន្ធវាហើយវិចបាយឲ្យប្តីនេះគិតថាឯងនេះជាជ្រូកមិនមែនហ្នឹងបានជាដាក់តែតកួនមកធ្វើជាម្ហូបឲ្យឯងបែបនេះសង្ស័យតកាហើយមិនថ្នាក់ថ្នមគេតែដឹងធ្វើឲ្យគេនឹងខឹងចិត្តទើបដាក់តែតកួនមកធ្វើជាម្ហូបឲ្យដូច្នេះអាឆាងសង្ស័យតែប្រពន្ធខ្ញុំវង្វេងតែម្ដងហើយបានជាធ្វើដូច្នេះដាក់ប្តីអើយទើបតែការរួចផងថ្ងៃឡើងគេឲ្យស៊ីត្រកួនជាមួយបាយសទៀតមានតែទិញបាយក្រៅដដែលទេបើអញ្ចឹងនោះបានប្រពន្ធមួយដូចចិត្តតែម្ដងដាក់ត្រកួនមកអានតែខ្លួនឯងឈ្មោះត្រកួនហើយចង់ដាក់ត្រកួនឲ្យប្តីចងចាំមិនភ្លេចមែនទេបើអញ្ចឹងឆាប់ត្រោទិញបាយទៅកុំឲ្យដល់ម៉ោងចូលធ្វើការតណានីឆាងក៏បានដើរទៅតូបគេលក់បាយខណៈនោះក៏ប៉ះនឹងនារីម្នាក់តែម្ដងសំទោសកពុបបាយម្ហូបអស់ហើយទៅដឹងខ្ញុំសំទោសផងប្អូនអត់អីទេបងប្រុសវាអត់កំពុបអីទេបងឯងជាអ្នកធ្វើការនៅក្បែរនេះមែនទេ
បាទខ្ញុំធ្វើការនៅក្បែរនឹងតា បើអញ្ចឹងខ្ញុំសុំទៅវិញសិនហើយណាបងហើយចុះបងឯងឈ្មោះអីដែរខ្ញុំដូចជាមាននិស្ស័យចង់ស្គាល់បងឯងណា ខ្ញុំឈ្មោះឆាងបច្ចុប្បន្នរៀបការរួចហើយទើបតែការហើយថ្មីនេះតែម្ដង សួរតែបន្តិចសោះធ្លុយដល់រឿងរៀបការតែម្ដងហើយបងឯងនេះ ខ្ញុំបញ្ជាក់ឲ្យដឹងមុននឹងណាបើអញ្ចឹងខ្ញុំសុំទៅទិញបាយសិនហើយខ្លាចហួសម៉ោងចូលធ្វើការ និយាយចប់នេះឆាំងក៏ចូលទៅរកទិញបាយតែម្ដងគេជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនប៉ានតាខ្ញុំទើបតែចាប់អារម្មណ៍ឃើញគេនៅក្នុងថ្ងៃនេះទេនាពេលល្ងាចនីឆាងមកដល់ផ្ទះវិញក៏បានជួយប្រពន្ធលក់ទឹកកកឈូមិនដែរបាយដែលវិចទៅឲ្យបងនោះឆ្ងាញ់ដែរឬអត់ ឆ្ងាញ់ស្លាប់ហើយបាយដោយបាយបន្លែដោយបន្លែអូនឯងដាក់តែត្រកួនឆៅឲ្យបងនឹងហើយឲ្យបងហូបយ៉ាងម៉េចអង្កើតទៅអូននេះបងមនុស្សណាមិនមន់ឬក៏ជ្រូកទេដែលហូបត្រកួនអូនឯងកើត ហេតុអីក៏ថាហូបតកូនខ្ញុំមិនកើតគឺខ្ញុំនឹងហាយជាតកូនបងឯងទៅតែហូបហាញតាមិនអញ្ចឹងអីហូបគេហាយថាមិនបានហូបទៀត តែបាយថ្ងៃមិញនេះបងហូបអត់កើតទេមានតែបន្លែបងទៅទិញបាយមកហូបគេថ្មីហូបទេ មិនក៏ទៅទិញបាយមកហូបរបស់គេអញ្ចឹង បន្លែវិឆៅឲ្យបងហូបមិនទៅចង់ឲ្យចុះពោះមែនមានតែបន្លែនិងបាយសោះ បើបងឯងស្រឡាញ់ខ្ញុំមែនកុំថាឡាយតកូនឆៅនោះទោះបីទឹកសមុទ្រក៏បងឯងផឹកកើតដែរតែនេះក៏ដោយសារតែបងឯងមិនស្រឡាញ់ខ្ញុំឬអូបន្ទោសថាតកូននឹងឆៅអញ្ចេះឆៅអញ្ចោះចុះត្រង់ខ្ញុំឆៅមិនក៏ចេះហូបដែរ ខុសគ្នាមិនមកឆ្ងល់ស្អីអញ្ចឹងវិញអូនឯងកុំរំអុករកតែត្រូវពេកបានអត់អូនឯងខុសវិចបាយឲ្យប្តីដាក់សុទ្ធតែត្រកួនអាណាហូបកើត ចុះតកូនខ្ញុំនេះហូបកើតទេ អូនឯងប្រកាសជាហូបកើតហើយតែមកហូបថ្ងៃមិញគឺបងសេណូហើយអូនកុំបន្ទោសបងអីថ្ងៃក្រោយវិចបាយឲ្យប្តីមើលផងកុំប្រញាប់ភ្លេចមុខភ្លេចក្រោយអញ្ចឹងពេកយល់អត់ ហើយមកពីបងឯងមិនស្រឡាញ់ខ្ញុំអញ្ចឹងហើយហើយខ្ញុំចូលផ្ទះហើយនៅលក់ម្នាក់ឯងនឹងទៅគ្រាន់តែអញ្ចឹងសោះក៏ហូបមិនកើតត្រង់មនុស្សមិនក៏ហូបឆៅកើត ពុទ្ធោត្រកួនអូនឯងងោបងទីថៃអី នាពេលជប់ឡើងនាងត្រកួនហិតអាវដែលប្តីពាក់ទៅធ្វើការនោះមានក្លិនទឹកអប់មនុស្សស្រីអាវនេះមិនក៏ធំក្លិនអញ្ចឹងអត្តបៈឆាំងមិនបានអាវឯងធំក្លិនទឹកអប់មនុស្សស្រីអញ្ចឹងឯងបោះស្រាយភ្លាមមក នៅកន្លែងធ្វើការមានទាំងស្រីនិងប្រុសអូនវាតែងតែដើរប៉ះពាល់គ្នាអញ្ចឹងហើយតើបអាវវាជាប់ក្លិនអ្នកនេះអ្នកនោះបងមិនបានមានពេលទៅប្រណិចប្រណោកជាមួយស្រីណាទេរវល់ធ្វើការសឹងស្លាប់ហើយ អត់ជឿទេនេះក្លិនទឹកអប់តម្លៃថ្លៃទៀតបងឯងប្រាប់មកថាតេតងស្រីណាកុំធ្វើអញ្ចឹងណាតើបការរួចថ្មីតែធ្វើឲ្យអាយធំក្លិនទឹកអប់មនុស្សស្រីទៅកើត បងអត់ដឹងអីទេគ្មានស្រីអាណាទេមានតែមេខ្លាដោយណៃមួយហ្នឹងអូនឯងកុំខឹងរករឿងបងអញ្ចឹងបានអត់បើបងរវល់ដល់ថ្នាក់នេះគ្មានពេលអាណាទៅណាត់ជួបស្រីទេ បើចង់ជួបទោះត្រឹម5នាទីក៏ជួបបានដែរមនុស្សអីក៏បាត់ចិត្តប្រពន្ធបែបនេះរស់ស៊ីមិនចម្រុងចម្រើនទេប្រាប់ឲ្យដឹងទៅ បើបងអត់មានមែនចង់ឲ្យបងថាមិនចុះកន្លែងធ្វើការតែងតែមានមនុស្សស្រីនិងមនុស្សប្រុសរួមគ្នាហើយមិនមែនមានតែមនុស្សប្រុសសុទ្ធសាធឯណាប្រពន្ធកុំខឹងបានអត់តើប្តីទៅណោះយប់ហើយនឹងស្អែកក្រោកធ្វើម្ហូបវិចបាយឲ្យប្តីផងប្តីចង់ហូបបាយដែលប្រពន្ធធ្វើជាជាងទិញគេវាមិនឆ្ងាញ់ដូចជារបស់ប្រពន្ធបងធ្វើទេគឺអត់ជាតិតែម្ដង អញ្ចឹងក៏បានដែរព្រមដេកហើយ ដេកមកអញ្ចឹង នាពេលព្រឹកនេះជាបាយរបស់បងឯង មិនមែនបន្លែឆៅទៀតណាអីក្នុងនេះ គ្មានទេបងឯងកុំសង្ស័យច្រើនពេកមើលថ្ងៃនេះធ្វើម្ហូបឆ្អិនឲ្យហូបពេលម្សិលគឺភ្លេចតា បើអញ្ចឹងបងទៅធ្វើការហើយនៅផ្ទះម្នាក់ឯងប្រយ័ត្នប្រយែងផងអញ្ចឹង នេះឆាំងក៏បានចាក់ចេញទៅតែម្ដងសង្ឃឹមថាប្តីខ្ញុំនឹងគ្មានស្រីក្បត់ចិត្តខ្ញុំនោះទេនាពេលថ្ងៃត្រង់នាងត្រកួននិងមិត្តភក្តិម្នាក់អង្គុយក្រោមដើមឈើជជែកគ្នាលេង ណែនាងតកួនស៊ីស្វាយទៅនាងឯងអង្គុយកាត់ទុកស្អីទៅតែការឲ្យថ្មីថ្មោងសោះតែមើលតែធ្វើមុខដូចប្តីធ្វើបាបចិត្តអញ្ចឹងនាងនេះឆាប់ស៊ីស្វាយទៅ ចឹងដូចព្រួយចិត្តខ្លាចតែប្តីយើងមានស្រីក្បត់ចិត្តយើងទេ នាងឯងដូចជាមិនទុកចិត្តប្តីសោះប្តីឯងល្អប៉ុណ្ណឹងហើយនៅតែគិតថាគេអាចមានស្រីញីក្បត់ឯងទៀតអញ្ចឹងអី រឿងការផាត់ក្បត់វាមើលមិនឃើញទេជួនកាលគេសម្លឹងឃើញអ្នកផ្សេងល្អជាងយើងស្អាតជាងយើងគេក៏នឹងក្បត់យើងបានហើយ ហើយនាងឯងគិតច្រើនណាស់កាលនៅជាសង្សារខ្លាចគេបែកមានសង្សារថ្មីតែពេលការប្តីរួចក៏ខ្លាចប្តីមានស្រីទៀត
នាងឯងមិនអោយយើងភ័យបានយ៉ាងម៉េចបើប្តីយើងសង្ហាយ៉ាងហ្នឹងបើនាងឯងវិញណាមានប្តីសង្ហានាងឯងក៏អង្គុយគិតភ័យដែរ យើងមិនខ្វល់ទេបើគេចង់ក្បត់យើងខាត់ចិត្តគេមិនបានទេតែយើងកុំតែខូចចិត្តឲ្យតែគេបានចិត្តអីវាអត់អំពើទេនៅមានអ្នកផ្សេងទៀតដែលតម្រង់ជួររងចាំយើងណា មកពីនាងឯងមានជំរឿច្រើនអញ្ចឹងហើយនាងនេះចង់ស្អាតជាងយើងជាមនុស្សស្រីទៀត ស្រឡាញ់ខ្លួនឯងមើលថែខ្លួនឯងឲ្យបានល្អទើបវាជារឿងដែលត្រឹមត្រូវណានាងតែបើឯងភ័យមិនຕົកចិត្តប្តីអាចទៅតាមដានគេដល់កន្លែងធ្វើការតែម្ដងទៅ គំនិតរបស់ឯងល្អណាស់ដល់ម៉ោងបាយថ្ងៃត្រង់នីឆាងក៏អង្គុយហូបបាយខណៈនោះនាងណែនក៏បានដើរចូលមកកំពុងតែហូបបាយមែនទេបង បាទមែនហើយអ្នកនាងមានការអីចង់ប្រើខ្ញុំមែនទេ ខ្ញុំឯណាដែលប្រើមនុស្សពេលកំពុងតែហូបបាយអញ្ចឹងកើតនោះបងឯងហូបទៅចាំហូបរួចចាំមានការងារឲ្យធ្វើហើយក៏មិនបាច់គួសមអីដាក់ខ្ញុំពេកទេទោះបីជាខ្ញុំកូនមេបងក៏ដោយ ខ្ញុំត្រូវតែធ្វើបែបនេះស្រាប់ហើយព្រោះជាកូនមេធំផងអ្នកនាងអញ្ជើញមកហូបបាយជាមួយខ្ញុំមកបើសិនជាមិនប្រកាន់ បើអញ្ចឹងខ្ញុំអត់គួសមទេខណៈនោះទូរស័ព្ទនីឆាងក៏បានរ អាឡូអូន បងឯងចេញមកក្រៅបន្តិចបានទេខ្ញុំនៅមុខកន្លែងបងឯងធ្វើការគេមិនឲ្យខ្ញុំចូលទៅខាងក្នុងទេ បងចេញទៅឥឡូវហើយអញ្ចឹង ទៅណាមិនក៏រហ័នយ៉ាងនេះ ត្រកួនហួនពីអ្នកអូនឯងមករកបងធ្វើអីហ្នឹងមិនលក់ដូរទេអី នាងតកូនចង់ដើរលេងខ្ញុំក៏ជូនវាមកទៅជិះម៉ូតូដេកហោះអញ្ចឹងនាងនេះ អូនឯងកុំជិះម៉ូតូលឿនពេកវាគ្រោះថ្នាក់ណាស់ហើយក្តៅទៀតចេញមកក្រៅពីអាវដៃវែងផងទៅ បងឯងកំពុងតែធ្វើអី បងកំពុងហូបបាយដែលអូនឯងធ្វើឲ្យនឹងហើយតែពេលអូនឯងទេមកភ្លាមបងក៏ចេញមកផ្លែត អញ្ចឹងបងឯងចូលទៅវិញទៅខ្ញុំគ្រាន់តែមករកធម្មតាប៉ុណ្ណោះ មិនមែនមកព្រោះតែសង្ស័យបងទេអី គ្មានទេខ្ញុំមករកធម្មតាមែនតាបងឯងទៅហូបបាយវិញចុះខណៈនោះផងដែរនាងណែនក៏បានស្រែកហៅនីឆាងតែម្ដងបងឆាងមកជួយមើលការងារខ្ញុំបន្តិចមកខ្ញុំប្រញាប់វាឲ្យបន្តិចទៀតនេះ បាទខ្ញុំទៅហើយបងទៅសិនហើយណាអូនឯងជិះទៅវិញយឺតកុំលឿនពេកគង់ទៅដល់ផ្ទះដូចគ្នាទេ នាងម្នាក់នោះជាអ្នកណាហេតុអីក៏ប្រាប់ប្តីយើងគ្មានដឹងម៉ោងបាយស្អីសោះ មើលទៅគេជាមេហើយនឹងទើបបានជាហៅភ្លាមទៅផ្លែតតែម្ដង នាពេលចេញពីធ្វើការម៉ូតូនីឆាងបែរជាធ្លីបែកកង់ទាំងមុខទាំងក្រោយ ហើយវាមកបាយកង់ស្អីទាំងមុខទាំងក្រោយអញ្ចឹងវ៉ៃតែទៅផ្ទះយឺតតកូនច្បាស់ជាម៉ៃថាខ្ញុំមានស្រីទៀតហើយ នាពេលនោះផងដែរឡាននាងណែនក៏បានបើកមកឈប់ក្បែរបងឆាងម៉ូតូខូចអី វាបែកកង់ទាំងមុខទាំងក្រោយតែម្ដងអ្នកនាងខ្ញុំទៅរកកន្លែងបដូរចេញសិន ចាំខ្ញុំជូនទៅផ្ទះឡើងឡានមកបុគ្គលិកឆ្នាំផង មិនសមទេអីអ្នកនាង លឿនឡើងមកបងឯងកុំប្រកែកអី បើអញ្ចឹងខ្ញុំមិនគួរសមទៀតទេ នាងណែនក៏បានជូននីឆាងមកដល់មុខតូបនាងត្រកួនលក់ទឹកកកឈូសតែម្ដង អរគុណអ្នកនាងដែលបានជូនខ្ញុំមកដល់ផ្ទះវិញបែបនេះ ខ្ញុំយកចិត្តបុគ្គលិកឆ្នាំអញ្ចឹងបន្តិចហើយបងឆាងមិនមកវិញជាមួយគេអញ្ចឹងហើយត្រូវជាអីនឹងគ្នា ជាកូនមេបងហើយម៉ូតូបងខូចជិះមកផ្ទះវិញមិនកើតទើបនាងជូនមកអត់មានអីលើពីនឹងទេអូនកុំគិតច្រើនអី ជូនមកដល់ហើយក៏ចេញទៅវិញបានតែថ្ងៃក្រោយមិនបាច់ជូនមកទៀតទេ ត្រកួននេះជាកូនមេបងណាអូនឯងនិយាយឲ្យស្រួលបួនបន្តិចផងមើល មិនអីទេខ្ញុំមិនប្រកាន់ទេបើអញ្ចឹងខ្ញុំទៅវិញហើយនាងណែនក៏បានចាក់ចេញទៅបងឯងមិនចេះរកស្អីផ្សេងជិះមកមែនទេបានជាឲ្យគេជូនមកផ្ទះកូនមេអញ្ចឹងប្រយ័ត្នកូនមេស៊ីបាត់ទៅ អូនឯងរករឿងបងទៀតហើយវាគ្មានថ្ងៃអាចទៅរួចទេអូនកុំគិតអញ្ចឹងមើលកុំគិតថាបងអាក្រក់ដល់ថ្នាក់នឹងពេកអី ទុកចិត្តមិនបានទេមនុស្សសម័យឥឡូវមើលតែកសែភ្នែកក៏ដឹងដែរ អ្នកណាគិតក៏រឿងគេទៅបងមានប្រពន្ធហើយបងស្រឡាញ់ប្រពន្ធបងណាស់បងមិនខ្វល់ពីស្រីណាផ្សេងទៀតទេទោះស្អាតជាងអូនមានជាងអូនយ៉ាងណាក៏បងមិនសម្លឹងឃើញគេល្អជាងត្រកួនឆ្លក់ទឹករបស់បងដែរ ឌីលមែន បងនិយាយមែនណាបងស្រឡាញ់តែប្រពន្ធបងទេតោះចូលផ្ទះវិញទៅអញ្ចឹង ជាច្រើនថ្ងៃកន្លងផុតទៅនាងត្រកួនបានយកបាយមកឲ្យប្តីឬក៏បំរុងចាក់ចេញទៅវិញតែខណៈនោះនាងណែនក៏បានស្កាត់មកជួបយើងនិយាយគ្នាបន្តិចបានទេនិយាយអីនិយាយមកខ្ញុំនឹងបានត្រឡប់ទៅផ្ទះលក់ដូរវិញនាងដោះលែងបង្ឆាងទៅនិយាយពីអីហ្នឹង
មកស្រួលម្លេះខ្ញុំជាប្តីប្រពន្ធមកឲ្យចេញក៏ចេញងាយអញ្ចឹងមែនទេបងឆាងជាបុគ្គលិកគំរូក្នុងក្រុមហ៊ុនការងារគាត់ល្អហើយគាត់នឹងឡើងតំណែងកាន់តែខ្ពស់ជាងនេះទៅទៀតប្រសិនបើខ្ញុំខ្សឹបប្រាប់ប៉ាខ្ញុំហើយអនាគតគាត់ទៅមុខនឹងកាន់តែប្រសើរមានអ្វីសពគ្រប់បែបយ៉ាងនាងចង់បានអីឲ្យប្រកាសដើរចេញពីបងឆាងនោះគាត់នឹងទទួលបានមុខតំណែងខ្ពស់គ្រប់គ្នាគេកំពុងតែពិភាក្សាពីរឿងនេះនៅសម្រាប់លើខ្ញុំម្នាក់ទៀតបើនាងចាក់ចេញខ្ញុំនឹងយល់ព្រមឲ្យគាត់ឡើងតំណែងតែបើនាងជំនះនៅហើយចង់មើលសភាពមនុស្សពូកែនៅតែក្នុងដំណាក់កាលបែបនេះក៏តាមចិត្តនាងនិយាយប៉ាត់ឬក៏ហោះខ្ញុំមិនបោកប្រាស់នាងទេមានអីជាផុសតាំងឬអត់លិខិតអញ្ជើញឡើងតំណែងបានខ្ញុំនឹងចេញពីគាត់ឲ្យតែគាត់បានខ្ពស់មុខខ្ពស់មាត់នៅក្នុងសង្គមនេះខ្ញុំទុកពេលឲ្យមួយថ្ងៃនេះស្អែកចាក់ចេញពីគាត់ទៅនាងត្រកួនក៏បានត្រឡប់មកដល់ផ្ទះពុកនាងវិញតែម្ដងម្អូនឯងកាត់ស្អីមកផ្ទះពុករកអីហ៎ខ្ញុំចង់មកខកដែរមែនទេពុកពុកក៏គ្រាន់តែសួរទេខ្ញុំសម្រេចចិត្តហើយខ្ញុំនឹងសុំនៅកន្លែងឆ្ងាយពីទីនេះមួយរយៈខ្ញុំធ្វើសុទ្ធតែមានហេតុផលរបស់ខ្ញុំណែម្អូនឯងឈួតមែនទេកូនបានជីនិយាយអញ្ចឹងហ៎ហេតុផលស្អីម្អូនពុកក៏មិនយល់ទេកូនពុកមិនមែនជាខ្ញុំពុកមិនយល់ពីរឿងនេះឡើយនាពេលជប់ឡើងនៅក្នុងបន្ទប់ដេកត្រកូនថ្ងៃនេះអូនឯងផ្លាចម្លេះចេះយកចិត្តបងទៀតបងឆាងខ្ញុំសុំរស់នៅបែកគ្នាមួយរយៈខ្ញុំចង់ធ្វើអីឲ្យខ្លួនឯងរីកចម្រើនជាងនេះមិនចង់នៅត្រឹមជានាងតកូនលក់តកកឈូនអញ្ចឹងដដែលទេខ្ញុំសុំទៅរកក្តីសម័យរបស់ខ្ញុំហើយបងឯងក៏បន្តធ្វើការងារបងឯងទៀតចុះអត់បានទេបើចង់ទៅណាបងទៅជាមួយដែរបងតាមអូនគ្រប់កន្លែងតែម្ដងកុំចង់រត់ចោលបងអីបងឆាងខ្ញុំគិតថាយើងដូចជាខ្វះនឹងលើគ្នាពេកហើយខ្ញុំចង់ទៅបងឯងកុំខត់ខ្ញុំអីបងពេញតួនាទីការងាររបស់បងឲ្យបានល្អទេគឺបានហើយរឿងរបស់ខ្ញុំសូមកុំមកលូកដៃអីខ្ញុំមិនចូលចិត្តនិយាយចប់នាងត្រកួនក៏បានដើរចេញពីក្នុងបន្ទប់តែម្ដងត្រកួនអូនឯងកាត់អីមិនសុកសុកក៏ខ្លាយទៅជាអញ្ចឹងមិនយល់ចិត្តសោះតែម្ដងហើយនៅកន្លែងធ្វើការនីឆាងទទួលបានសម្បត្តិអញ្ជើញមកឲ្យទទួលតំណែងក្នុងសប្តាហ៍នេះអបអរឯងដែលទទួលបានតំណែងថ្មីព្រមទាំងពានរង្វាន់បុគ្គលិកឆ្នាំប្រចាំសប្តាហ៍នេះទៀតចូលរួមត្រេកអរចូលរួមអបអរផងណាបងឆាងបាទអរគុណហេតុអីក៏បងឯងមិនសប្បាយចិត្តក្រែងវាជាអ្វីដែលគ្រប់គ្នាគេចង់បានចុះបងឯងបានហើយមិនក៏មិនស្រស់ស្រាយទៀតអញ្ចឹងប្រពន្ធខ្ញុំសូមខ្ញុំបែកគ្នាហើយខ្ញុំមិនសប្បាយចិត្តនោះទេរឿងនេះខ្ញុំដឹងហើយហេតុអីក៏នាងដឹងព្រោះខ្ញុំជាអ្នកឲ្យនាងសំបែកបងឯងបាននាងសំបែកបងឯងនឹងទទួលបានអ្វីគ្រប់យ៉ាងមុខតំណែងការងារអស់ទាំងនេះហួសហេតុពេកហើយខ្ញុំឈប់ធ្វើការងារនេះទៀតហើយខ្ញុំសូមលាឈប់ចាប់ពីពេលនេះខ្ញុំមិនចង់ធ្វើការដោយឡើងតាមខ្សែបែបនេះទេខ្ញុំលាសិនហើយនីឆាងនិយាយចប់ក៏ប្រញាប់ចេញទៅតែម្ដងលុះគេមកដល់ផ្ទះរកនាងត្រកួនមិនឃើញឡើយត្រកួនឆ្លក់ទឹកនេះទៅណាបាត់ហើយត្រកួនអូនឯងនៅណាអូនខណៈនោះផងដែរនីហ៊ួនក៏បានមកក្បែរនេះទៅនីឆាងចូលទៅរកហ៊ួនត្រកួននៅណានាងទៅណាដឹងអត់ហើយខ្ញុំមិនដឹងទេកុំកុហកអីឆ្លើយប្រាប់មកបងមិនចង់ឲ្យត្រកួនទៅចោលបងទេបងអាចបាត់បង់អ្វីគ្រប់យ៉ាងបានវាក៏អាចមកវិញបានម្ដងទៀតតែបងមិនចង់បាត់បង់មនុស្សដែលបងស្រឡាញ់ឡើយនាងតកួនបំរុងឡើងឡានទៅសៀមរាបហើយវាទៅតែទៅចំណតឡានមុននេះឯងអញ្ចឹងបងអរគុណហើយនីឆាងក៏មកដល់ចំណតឡានតែម្ដងគេក៏ជិះម៉ូតូទៅដណ្ដើមកាបូបខោអាវពីនាងត្រកួនតែម្ដងជាចៅមែនមកកញ្ឆក់របស់គេនរណាឲ្យទៅឆាប់ឡើងម៉ូតូហើយទៅផ្ទះវិញជាមួយគ្នាយើងបែកគ្នាហាញ់តាឈួតតែឯងអញ្ចឹងទៅរួចឆាប់ឡើងម៉ូតូមកបងឈប់ធ្វើការហើយគ្មានអ្នកចិញ្ចឹមអីទេត្រកួនជួយចិញ្ចឹមបងផងកន្លែងការងារគេលែងឲ្យបងធ្វើទៀតហើយមិនអញ្ចឹងក្រែងកូនម៉ែបងឯងថាស្អីគេនិយាយមកមើលហើយអត់មានអីទេទៅផ្ទះវិញបាននៅអញ្ចឹងមកឡើងម៉ូតូមកបងអត់ការងារធ្វើសុំដេកស៊ីឲ្យប្រពន្ធចិញ្ចឹមវិញម្ដងគិតមិនដែរប្រុសស្អីឲ្យមនុស្សស្រីចិញ្ចឹមអញ្ចឹងឡើងម៉ូតូមកនាងត្រកួនក៏បានឡើងលើម៉ូតូ
នីឆាំងក៏បានជិះចេញទៅជារឿយៗ កុំគិតថាបងមិនដឹងថាឯងចង់ធ្វើអីឲ្យសោះបងមិនចង់បានរបស់ទាំងនោះហើយបាត់បង់ប្រពន្ធនោះទេ បងឯងនឹងមានសពគ្រប់នោះអីបើយើងលេងនៅជាមួយគ្នា យើងអាចរួមគ្នារកវាបានជាមួយគ្នាបើមិនត្រូវការបែកគ្នាទេយើងប្រឹងរកទាំងប្តីទាំងប្រពន្ធវានឹងមានហើយកុំឲ្យតែឯងប្រឹងរកហើយបែរជាយកលុយបងនោះទៅលេងល្បែងស៊ីសងអីហ្នឹងទៅវាមិនសល់ អញ្ចឹងក៏បាត់ដែរយើងនឹងជួយរកគ្នា ត្រូវតែបែបហ្នឹងហើយត្រកូលឆ្លក់ទឹករបស់បង បណ្ដាលឲ្យនីខ្លាខ្លាចជាខ្លាដូចដែរ ខ្លាធំណាស់ អូយព្រះអើយរឿងខ្លាព្រៃចង់ខ្លាយជាមនុស្សនេតិនអំពីខ្លាព្រៃមួយក្បាលតែងតែប្រមាញ់សត្វព្រៃជាអាហារបានឆ្អែតគ្រប់ពេលតែក្រោយមកលេងចឹងទៀតហើយព្រោះពួកម្រឹកបានផ្លាស់ទីទៅព្រៃផ្សេងសឹងតែអស់ទៅហើយ ឡា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 អូហូមានចចកសង្គមមួយក្បាលដែរតាណាស់ហើយចុះបានជាគ្មានពួកសត្វមរឹកទៅហើយចចកសង្គមនេះក៏អាចជាចំណីចំអែតមកពេលបានដែរ ពលបែបនេះហើយខ្លាមិនចាំយូរទេខ្លាក៏បានលុបវីប្រហារតែម្ដងតែថាម្ដងនេះមិនសម្រេចឡើយព្រោះចចកបានលោតឡើងលើផ្ទាំងថ្មដ៏ធំមួយទៅហើយ គួរឲ្យខឹងណាស់ណែចចកសង្គមយល់ល្អឯងកំឡាំងទៅលើផ្ទាំងថ្មនឹងអីឯងលុតចុះមកក្រោមវិញមកឲ្យឆាប់ឡើងអត់ទេ បើចង់មានតែឈួតអ្នកណាសុកចិត្តបាត់បង់ជីវិតនោះចុះឯងគិតថាឯងនឹងរួចខ្លួនមែនទេយើងនឹងនៅទីនេះយើងមិនទៅណាទេកុំធ្វើអញ្ចឹងអីលបងខ្លាមេតាខ្ញុំផងទៅទោះបីជាលបងឆៃខ្ញុំក៏គង់តែមិនឆ្អែតដដែលហ្នឹងទោះជាអញ្ចឹងក៏ដោយតែបើយើងមិនបានឆៃឯងមិននឹងមានកម្លាំងនោះឥឡូវគិតអញ្ចេះចុះលបងទៅចិត្តភូមិទៅទីនោះមានសត្វចិញ្ចឹមច្រើនណាស់តែផ្ដាស់វាចុះបើអ្នកភូមិឬក៏ព្រានព្រៃបហាយើងនោះយើងងាប់ទៅហើយទេអីមិនចឹងទេលបងកំចូលភូមិគ្រាន់តែនៅចិត្តបានហើយដឹងទេអ្នកភូមិគេតែងតែចងគោក្របីទុកចោលបើបែបនោះលបងចូលទៅចាប់បានយ៉ាងស្រួលហើយឆ្អែតទៀតផងឯងនិយាយត្រូវដែរតាបើអញ្ចឹងយើងលើកលែងឲ្យឯងចុះតែបើគ្មានអីស៊ីយើងនឹងមករកឯងវិញហើយណាបានយល់ព្រមឥឡូវលបងខ្លាទៅចុះព្រោះថ្មើនេះអ្នកភូមិគេមិនទាន់ដឹកគោក្របីចូលក្រោលទេបានហើយអញ្ចឹងយើងទៅហើយណា ខ្លាពិតជាតាមចចកមែនហេតុនេះខ្លាក៏បានលបចូលទៅក្បែរភូមិយ៉ាងប្រុងប្រយ័ត្ននិងសម្លឹងរកសត្វពីហណៈដែលអ្នកស្រុកចង់ទុកទៀតផង សង្ស័យតែចាញ់បោកចចកទេលបលួចគួចរំពេយមួយសន្ទុះទៅហើយតែគ្មានសត្វអ្នកស្រុកចង់ទុកអីមកក្បាលសោះ ខ្លាសម្លឹងចុះឡើងនៅតែគ្មានសត្វពីហណៈទេតែគ្រានោះបែរជាមានស្រីស្អាតឈ្មោះសោភីណាបានបង្ហាញខ្លួនមកទៅវិញ ព្រះអើយនាងស្អាតម្ល៉េះតើអ្នកណាគេដាច់ចិត្តចាប់យកមកធ្វើចំណីនោះ ពុកចង់អាថ្នាក់នៅទីណាទៅណោះសង្ស័យតែរបត់ចំណងទៅផ្ទះមុនបាត់ហើយមកទៅនោះខ្លាកាន់តែពេញចិត្តលើសោភីណាខ្លាំងឡើងវាមិនចាំយូរទេគ្រានោះវាក៏បានចូលទៅចិត្តនាងតែម្ដងអើយព្រះអើយជួយផងមានខ្លាធំណាស់ កុំខ្លាចអីខ្ញុំមិនស៊ីនាងទេតែខ្លាពិតជាមិនស៊ីខ្ញុំតែមែនទេ ពិតជាមិនស៊ីទេតើអ្នកណាដាច់ចិត្តនោះព្រោះខ្ញុំស្រឡាញ់អ្នកនាងហើយ ស្រឡាញ់មែនទេអរគុណហើយដែលស្រឡាញ់យ៉ាងណាបើខ្លាមិនសម្លាប់ខ្ញុំនោះខ្ញុំក៏អរគុណម្ដងទៀតលីហើយណា តើនាងមិនព្រមយកខ្ញុំធ្វើជាប្តីទេមែនទេ ខ្លាដឹងទេបើខ្លាខ្លាចជាមនុស្សនោះតើខ្ញុំព្រមណាខ្ញុំលីហើយ ឈប់សិនខ្ញុំយល់ព្រមខ្ញុំនឹងប្រែជាមនុស្សឲ្យបានតើនាងអាចប្រាប់បានទេតើមនុស្សគេធ្វើបែបណាខ្លះ គឺ
គឺមនុស្សឧស្សាហ៍មានទឹកចិត្តចេះជួយគ្នាមិនបំពេញនិងមិនលួចមិនកេងប្រវ័ញ្ចអ្វីទាំងអស់ ខ្ញុំយល់ហើយខ្ញុំយល់ព្រមខ្ញុំនឹងរៀនសូត្រអំពីរឿងនេះចុះ សភិណាគិតថារឿងនេះមិនអាចទៅរួចទេតែនាងញញឹមនិងមិនបំបាក់ទឹកចិត្តខ្លាចដូចគ្នាលះហើយណាខ្លាព្រៃដ៏មានទឹកចិត្ត បាទ ខ្លាព្រៃពិតជាស្រឡាញ់សភិណាណាស់ហេតុនេះខ្លាក៏បានតាំងចិត្តរៀនធ្វើត្រាប់តាមមនុស្សគ្រប់ម៉ាត់គ្រប់ពាក្យដែលសភិណាបានប្រាប់មនុស្សទាំងអស់តែម្ដង ហើយលបងឯងធ្វើអីហ្នឹងគឺខ្ញុំរៀនពីរបៀបឲ្យคล้ายទៅជាមនុស្សហ្នឹងណាលបងឯងមិនអាចคล้ายទៅជាមនុស្សបានទេទោះរៀនយ៉ាងណាក៏វាមិនអាចដែរចុះមិនក៏ឯងដឹងថាមិនអាចព្រោះគឺមិនអាចហ្នឹងហើយលុះត្រាតែមានរឿងមួយប៉ុណ្ណោះតែជារឿងអីទៅរកតាបោះនេភិកនិរដីទៅគាត់មុខជាមានវិធីមិនខានទេពិតមែនទេបើតាបោះនោះពិតជាអាចធ្វើឲ្យយើងคล้ายទៅជាមនុស្សបានមែនយើងទៅរកនៅពេលនេះចុះសូមសំណាងល្អណាបងខ្លាខ្ញុំចាំមើលភាពជោគជ័យបងនៅទីនេះចុះយើងលីហើយ ខ្លាពិតជាមានក្តីសង្ឃឹមពិតមែនហើយថាខ្លួនវានឹងក្លាយជាមនុស្សដូច្នេះវាមិនបង្អង់យូរទេវាធ្វើដំណើរមិនឈប់ឡើយវាដើររហូតតតែដល់ទីនៃតាបោះនេភិកនិរដីនោះតែម្ដង ប្រកាសជាទីនេះហើយខ្ញុំគួរតែសម្ដែងការគួរសមទៅបាន ជួនគ្នានោះល្មមតាបោះក៏បានចេញមក តើខ្លាមកទីនេះត្រូវការអីដែរ សូមគោរពលោកតាសូមសួរថាតើលោកតាជាតាបោះពិតមែនទេ គឺតានេះហើយ ប្រសើរណាស់លោកតាខ្ញុំមកនេះគឺចង់សុំឲ្យលោកតាជួយធ្វើឲ្យចៅក្លាយជាមនុស្សផងលោកតា ថាម៉េចតើខ្លាចង់ឲ្យតាជួយធ្វើឲ្យចៅខ្លាយទៅជាមនុស្សមែនទេតាមិនអាចធ្វើបានទេ មានន័យថាចៅនឹងខកបំណងហើយមែនទេលោកតា តាយល់ពីការព្យាយាមនេះហើយតែចៅខ្លាដឹងទេតាមិនចេះមុនអាគមគាថាជប់ឲ្យចៅខ្លាយទៅជាមនុស្សបានទេ បើអញ្ចឹងតើលោកតាមានវិធីអីទេសូមមេត្តាចៅផងទៅចៅពិតជាចង់ក្លាយទៅជាមនុស្សណាព្រោះចៅក៏បានលួចស្រឡាញ់មនុស្សរួចទៅហើយដែរ ឥឡូវគិតចេះទៅតាសុំសួរអរិយភ្នំសិនណាលោកជាទេវតាមួយអង្គដែរតាសួរលោកសិនក្រែងលោកអាចមានវិធីអីអាចជួយចៅបាន បានលោកតា តាបោះបានសូត្រធម៌មួយសន្ទុះលុះចប់ហើយអរិយភ្នំពិតជាបង្ហាញរូបរាងចេញមកពិតមែន តាបោះតាហៅយើងមកមានការអីដែរ លោកអរិយភ្នំសុំទោសដែលមករំខានតែខ្ញុំចង់ឲ្យលោកជួយដល់ខ្លានេះផងតើបានទេ តើខ្លានេះចង់បានបែបណាដែរ គឺខ្លានេះចង់ក្លាយទៅជាមនុស្សតើលោកមានវិធីអីទេ ពិតជាមានតែមានលក្ខខណ្ឌមួយតែជាលក្ខខណ្ឌអីទៅលោកអរិយភ្នំសូមវិចារមកចុះខ្លាត្រូវទៅបំរើយើងផងរៀនសូត្ររបៀបកែប្រែភាពកាចសាហាវផងនិងសន្សំសិលទានផងដែរតើនឹងត្រូវចំណាយពេលប្រមាណដែរទៅលោកអរិយភ្នំគឺច្រើនរយឆ្នាំណាស់ថាម៉េចបើអញ្ចឹងម្ចាស់ស្នេហ៍ខ្ញុំមុខជាមិនអាចបានជាគូនឹងខ្ញុំទេគ្មានអ្វីដែលបានមកដោយស្រួលនឹងងាយនោះទេណាតើមានវិធីណាអាចលឿនជាងនេះទេព្រោះជាតិនេះខ្ញុំពិតជាចង់រស់នៅជាមួយកូនមនុស្សណាខ្ញុំមិនអាចបាត់បង់នាងទេគឺមានវិធីលឿនជាងនេះមែនតែថាខ្លាមិនអាចក្លាយជាមនុស្សរហូតបានទេតើបែបណាទៅវិញទៅលោកអរិយភ្នំខ្លាអាចហាត់រៀននិងសន្សំសិលលុះបានមួយរយៈខ្លានឹងក្លាយជាមនុស្សបានត្រឹមតែមួយឆ្នាំបន្ទាប់ពីនោះខ្លានឹងក្លាយជាខ្លាដូចដើមវិញដូច្នេះសូមខ្លាគិតឲ្យបានច្បាស់ណាបើអញ្ចឹងបានទោះបីជាមួយឆ្នាំក៏ដោយចុះក៏ខ្ញុំសុខចិត្តដែរ តែតាយល់ថាចៅខ្លាកុំទះសាអីណា តែ
លោកតាបើចៅមិនទៅរកម្ចាស់ស្នេហ៍នាងមុខជាមានប្តីចោលខ្ញុំមិនខានទេឥឡូវសូមខ្លាទៅជាមួយយើងសិនមកយើងនឹងជួយខ្លាខ្ញុំត្រៀមលក្ខណៈរួចហើយលោកអរិយភ្នំ សូមមានសំណាងល្អណាចៅខ្លា បាទលោកតាចៅលាហើយ ខ្លះពិតជាត្រង់ត្រាប់តាមអរិយភ្នំណាស់ខ្លះបំរើផងអត់ធ្មត់លុតដំចិត្តផងសន្សំបុណ្យកុសលផងហើយទីបំផុតខ្លះក៏បានខ្លាយជាមនុស្សម្នាក់ដែលមានរូបរាងយ៉ាងសង្ហា ទីបំផុតក្តីប្រាថ្នាខ្ញុំបានសម្រេចហើយខ្ញុំពិតជារំភើបណាស់អូនសុភាណាបងទៅរកអូនហើយ មិនបងអង្គយូរទេនីខ្លះបានសម្ដៅយ៉ាងលឿនដើម្បីចូលទៅក្នុងភូមិរកសោភាណាហើយជួនគ្នានោះនីខ្លះក៏បានជួបនឹងចចកជាថ្មី ចចកអញមើលយើងស្គាល់ដែរទេលោកជាអ្នកណាជាព្រានព្រៃមែនទេយើងគឺជាខ្លានោះអីពេលនេះយើងខ្លាយជាមនុស្សហើយថាម៉េចនេះជាការពិតទេអូយស្ទើរតែមិនគួរជឿទេនេះតែនេះគឺជាការពិតណាសូមមើលចុះយើងជាមនុស្សពេញលក្ខណៈហើយអរគុណណាស់ដែលបានឯងជួយណែនាំយើងនៅថ្ងៃនោះមិនអីទេតែថាបងខ្លាឯងអាចជួយប្រាប់ពីដំណើរដើមតងបានទេបានតើអញ្ចឹងឯងចាំស្ដាប់ណា នីខ្លះបានពោលរៀបរាប់រឿងរ៉ាវទាំងអស់ដែលខ្លះបានជួបចចកស្ដាប់ហើយភ្ញាក់ផ្អើលណាស់ចចកពិតជាចាប់អារម្មណ៍នៅរឿងនេះខ្លាំងមែនទែន ទោះបីជាមួយឆ្នាំក៏រាប់ថាល្អដែរជូនពរសំណាងល្អនឹងបានស្នេហាដែលខ្លួនឯងចង់បានណាបងខ្លាអរគុណហើយខ្ញុំទៅហើយណាបាទសូមមានសំណាងល្អ ថ្ងៃនោះគ្រាន់តែនីខ្លះចាក់ចេញហួសចចកក៏បានគិតថា ហេកាលនោះយើងក៏ហក់សោះតែអាខ្លានេះបែរជាជួបរឿងពិតទៅវិញពិតជាគួរឲ្យខឹងខ្លាំងមែនទែនហើយទេហើយមិនក៏យើងមិនធ្វើតាមវាដើម្បីខ្លាយជាមនុស្សដែរទៅ និយាយបែបនេះហើយចចកក៏បានធ្វើដំណើរពុះពីឧបសគ្គដ៏លំបាកវាបានខ្លាយជាមនុស្សដូចជាខ្លាដែររីឯខ្លាវិញនោះក៏បានទៅដល់ផ្ទះរបស់សោភាណាតែម្ដងនៅផ្ទះសោភាណា អើយជំងឺនេះដូចជាចង់រាប់អានខ្ញុំណាស់ណោះដេញយ៉ាងណាក៏វាមិនទៅដែរអើយចាស់ហើយកម្លាំងក៏ខ្សោយបើមានអ្នកជួយមុខជាល្អណាស់ បបពិសាទឹកក្តៅអ៊ុនសិនទៅ អរគុណណាស់កូនស្រីអើយ បបមានរឿងអីទៅមិនក៏សុកសកដកដង្ហើមធំចឹង គឺដីស្រែខាងជើងនឹងណាពុកមិនទាន់ភ្ជួរហើយទេព្រោះគោក៏បីក៏លក់មិនសល់ប្រាក់ក៏គ្មានជួលគេឆ្នាំនេះមុខជាទុកដីចោលហើយមើលទៅ បាត់ទុកចោលនោះពួកចឹងមុខជាគ្មានអីហូបឡើយមិនចឹងមែនទេប៉ុក តែពុកគ្មានជំរើសទេខ្ចីប្រាក់គេក៏គេមិនអោយដែរកូនអើយ ប៉ុកឯកិនចេះចោះកូនសាឡបងទៅបំរើផ្ទះសេដ្ឋីក្រែងបានប្រាក់ខ្លះណាប៉ុក កុំទៅអីផ្ទះនោះល្បីថាមិនមានទឹកចិននឹងកេងប្រវាញ់បើបំរើណា នេះខ្លះក៏បានដើរចូលមក កុំបារម្ភអីដីនោះទុកឲ្យខ្ញុំធ្វើចុះតើឯងជាអ្នកណាជំរាបសួរពូខ្ញុំឈ្មោះនេខ្លាខ្ញុំមកនេះចង់ជួយបំរើពូណាពូបំរើបែបណាខ្ញុំគ្មានការងារឲ្យធ្វើទេហើយក៏គ្មានប្រាក់ឈ្នួលដែរគឺខ្ញុំមិនយកប្រាក់ឈ្នួលទេណាពូមិនក៏ចម្លែកបែបនេះមិនលាក់បាំងពូទេព្រោះខ្ញុំលួចស្រឡាញ់កូនពូហើយសូមពូមេត្តាផងបានទេតាមពិតគឺអញ្ចឹងទេអីតាមពិតពូចាស់ហើយបើបានអ្នកមកជួយក៏ល្អដែរតែថាពូក៏ចង់សួរចិត្តកូនពូសិនដែរណាបាទពូកូនតើកូនយល់យ៉ាងម៉េចដែរ ខ្ញុំមិនហ៊ានទទួលភ្លាមទេ
ព្រោះខ្ញុំមិនស្គាល់ពីសាវតារបស់គាត់ឡើយតែបើលោកពិតជាស្រឡាញ់ខ្ញុំមែននោះលោកត្រូវបញ្ជាក់ឲ្យឃើញមកណែ បាទខ្ញុំនឹងបង្ហាញថាខ្ញុំពិតជាស្រឡាញ់អ្នកនាងពិតមែន ពេលនោះមកនីខ្លាតែបំរើពូគ្រួចយ៉ាងយកចិត្តទុកដាក់និងការពារបម្រើសោភាណាមិនទាស់ចិត្តឡើយម្យ៉ាងព្រមទាំងព្យួរដីស្រែចម្ការដោយកម្លាំងគាត់ផ្ទាល់ទៀតផងនៅឯវាលស្រែ តែជាមនុស្សអីទៅណោះបានជាខ្លាំងយ៉ាងនេះមើលចុះកាប់ដីភ្ជួររាស់ដោយមិនប្រើគោក្របីផងក៏បានមិនក៏ធ្វើបានយ៉ាងងាយបែបនេះ មិនហើយប៉ុកគាត់ពិតជាពូកែណាស់ បរោះនោះពិតជាសុភាពស្លូតបូតឧស្សាហ៍និងមានកម្លាំងខ្លាំងណាស់ពុកគិតថាកូនកុំប្រកែកទៀតអីណា ចាប់ប៉ុកតាំងពីមានគាត់មកជួយគ្រួសាររបស់យើងនោះការងារគ្រួសារយើងប្រសើរច្រើនណាស់ហើយលក្ខណៈសម្បត្តិគាត់ក៏ល្អដែរ បើអញ្ចឹងបានន័យតែកូនព្រមហើយមែនទេ ចាប់ប៉ុកកូនព្រមហើយដែលឃើញពីលក្ខណៈសម្បត្តិរបស់នីខ្លាល្អបែបនេះពុកគ្រួយក៏បានរៀបការពួកគេឲ្យคล้ายជាប្តីប្រពន្ធនឹងគ្នាចុះចំណែកចចកវិញនោះ កាលនោះអាខ្លាវាតែងតែយាយីជីវិតយើងណាស់យើងមិនឲ្យវាបានសុខទេយើងត្រូវតែនិយាយប្រាប់នាងឲ្យដឹងថាអានោះវាមិនមែនជាមនុស្សឡើយចាំមើលចុះយើងមិនឲ្យពួកឯងបានសុខទេ គិតបែបនេះហើយចចក៏បានដើរទៅរកសោភាណានិងបាននិយាយថា សួស្ដីអ្នកនាងតើអ្នកនាងមានក្តីសុខនឹងប្តីនាងណាស់មែនទេ ក៏ប៉ាត់ហើយតែលោកមានការអ្វីមែនទេ យល់ល្អកុំស្រឡាញ់គេពេកអី តែប្រហែលអីទៅជាប្តីប្រពន្ធមិនឲ្យស្រឡាញ់នោះវាចម្លែកណាស់ ព្រោះខ្ញុំចង់ជួយអ្នកនាងទេតាមពិតវាមិនមែនជាមនុស្សទេវាគឺជាខ្លា លោកកុំនិយាយផ្ដេសផ្ដាសបានហើយខ្ញុំក៏មិនចង់និយាយជាមួយលោកដែរខ្ញុំលេហើយណែ នេះគឺជាការពិតណាចាំមើលចុះផុតឆ្នាំនេះវានឹងคล้ายជាខ្លាហើយវានឹងស៊ីនាងនិងអ្នកភូមិជាមិនខាន ឆាប់និយាយទៅខ្ញុំមិនជឿលោកទេ មិនជឿក៏ហើយចុះតែខ្ញុំនឹងពិសោធន៍ឲ្យគ្រប់គ្នាបានឃើញយ៉ាងប្រកបនាងចាំមើលចុះ នេះចចពលបែបនេះហើយគាត់ក៏បានដើរចេញលើបានឆ្ងាយបន្តិចនោះគាត់ក៏បាននិយាយម្នាក់ឯងថា ចាំមើលចុះបើមិនជឿទេយើងមានតែដាក់មុនអាគមបកស្បែកមុខវាឲ្យអ្នកភូមិបានឃើញតែម្ដង គិតបែបនេះហើយថ្ងៃនោះនេះចចបានទៅផ្ទះលោកមេភូមិដើម្បីនិយាយប្រាប់អំពីគម្រោងការមួយ ជំរាបសួរលោកពូបាទជំរាបសួរតើលោកមានការអីដែរ អើយក្មួយដូចជាប្លែកមុខណាស់ បាទខ្ញុំមិនមែនជាអ្នកភូមិនេះទេហើយខ្ញុំមកនេះគឺមកចាប់បិសាចនៅពូមីង ថាម៉េចទីនេះមានបិសាចមែនទេ កុំនិយាយផ្ដេសផ្ដាសភូមិនេះរស់បានសុខណាស់ពូនឹងមីងមិនជឿក៏ហើយចុះតែខ្ញុំនឹងបង្ហាញឲ្យឃើញតើបិសាចនោះនៅឯណាទៅផ្ទះពូគ្រួញវាជាព្រៃខ្លាហើយព្រៃខ្លានោះគឺជាប្តីនាងសោភាណាតែម្ដង អើយនិយាយលេងទៅដឹងហ្នឹងនេះខ្លានោះសុភាពក៏សុភាពចិត្តល្អក៏ចិត្តល្អហើយក៏មានសុជីវធម៌ផងដែរណា បិសាចវាពូកែសំដែងណាស់វាធ្វើឲ្យគ្រប់គ្នាទុកចិត្តហើយចាប់ស៊ីតាមក្រោយនោះអីបើអញ្ចឹងក្មួយបង្ហាញភ្លាមមកខ្ញុំក៏មិនចង់ឲ្យមានរឿងអាក្រក់កើតឡើងនៅក្នុងភូមិដែរចាំមើលចុះណាសូមមកជាមួយខ្ញុំមក នេះចចបានខ្សឹបប្រាប់អំពីគម្រោងការនោះលឺដឹងសេចក្តីគ្នាហើយមេភូមិមីងសយនិងនេះចចក៏បានសម្ដែងទៅផ្ទះរបស់ពូគ្រួចតែម្ដងនៅផ្ទះពូគ្រួច ជំរាបសួរពូសួស្ដីនាយខ្លាខ្ញុំជាអ្នកចំណូលថ្មីខ្ញុំមកនេះចង់ផឹកទឹកត្នោតជូររាប់អានណាកុំប្រកាន់អីគ្នាទៅមកថ្មីគ្នាគ្មានស្គាល់អ្នកណាទេរាប់ផងទៅណាលបងគ្រួចនាយខ្លាចុះមានតែស្អីលបងបានจะមកជុំគ្នាទៅហើយជប់លៀងតែម្ដងទៅមែនទេកូនប្រសាបានខ្ញុំក៏ចង់រាប់អានអ្នកភូមិផងរបងជាមួយនឹងគ្នាដែរអូនសុភាណាអូនទៅយកគ្រឿងក្លែមមកណា ចាប់អង
ដាច់ឆ្នាំនេះឯងនឹងខ្លាយជាខ្លាហើយតែយើងមិនចង់ចាំទេយើងចង់ឲ្យឯងខ្លាយជាខ្លានៅពេលនេះដល់ពេលនោះឯងមុខជាខ្លាយជាសាច់ខ្លែមហើយ គ្រប់យ៉ាងប៉ັດជាតាមគម្រោងការរបស់នីចចកមែនគាត់បានសូត្រអាគមដែលគាត់បានលួចរៀនដាក់នៅក្នុងគ្រឿងស្រវឹងបណ្ដាលឲ្យនីខ្លាខ្លាយជាខ្លាដូចដើម ខ្លាធំណាស់ អូយព្រះអើយ មានរឿងអីមិនក៏កូនប្រសាខ្ញុំខ្លាយទៅជាខ្លាទៅវិញព្រោះវាជាព្រៃខ្លាប្រែរូបមករកសុភាណាជាប្រពន្ធទេនេះពូមិនដែលឆ្ងល់ទេថាវាមានកម្លាំងចម្លែកនោះ នេះបងជាព្រះខ្លាមែនទេនេះគ្រប់យ៉ាងប៉ັດជាដោយអ្វីដែលគាត់និយាយមែនទេ នេះណែអូយឈឺណាស់កុំតន់ខឹងអីស្ដាប់ខ្ញុំនិយាយសិននេះណែអូយឈឺណាស់អូយចុកណាស់ ហេតុអីក៏មានរឿងបែបនេះប៉ັດជា នេះអូនមិនចាំទេខ្លាដែលធ្លាប់សារភាពថាស្រឡាញ់អូននោះគឺជាបងនេះហើយកុំទុកវាអីសម្លាប់វាទៅបើទុកវាមុខជាសម្លាប់អ្នកភូមិយើងស៊ីអ្នកភូមិយើងអស់ជាមិនខន់អូនសុភាតើអូនមិនឃើញថាបងស្រឡាញ់អូនទេមែនទេសូមអូនមើលមកបេះដូងបងកុំមើលសម្បកកាយអីអូយអ្នកនាងកុំចាញ់បោកព្រីខ្លានេះឲ្យសោះណាឆ្លើយមកម៉ាត់មកបើសិនជាអូនស្រឡាញ់បងមែនឆ្លើយមកបងមកបានទេងាប់ទៅអូយឈឺណាស់អូយគួរឲ្យខ្លាចណាស់ក្មួយនិយាយពិតជាការពិតមែនដំបងពូគិតតែក្មួយនិយាយកុហកអន្តើខ្ញុំគ្រាន់តែចង់ឲ្យអ្នកភូមិនេះបានសុខតែប៉ុណ្ណោះ សភិណាវិញនោះនាងក៏ពិបាកចិត្តដែរទោះពេលនេះប្តីនាងជាខ្លាតែនាងក៏ស្រឡាញ់គាត់ពិតដែរគ្រានោះនាងជប់ហើយយំទៀតមិនឈប់សោះឡើយសំទោសតែអូនមិនបានឆ្លើយថាស្រឡាញ់លោកប្តីទោះបីបងជាអ្វីក៏ដោយនោះអូននៅតែស្រឡាញ់បងដែរបងក្រោកឡើងមកណាក្រោកឡើង កូនស្រីកុំធ្វើអញ្ចឹងអីណា សោភីណាយំហើយយំទៀតលឺចុងក្រោយទឹកភ្នែកដ៏ស្មោះត្រង់របស់នាងក៏ធ្វើឲ្យនាងខ្លាចនោះប្រែទៅជាមនុស្សនិងដឹងខ្លួនឡើងវិញ អូនសុភាពងខ្ញុំដឹងខ្លួនឡើងវិញហើយ បងដឹងខ្លួនហើយមែនទេអូនសប្បាយចិត្តណាស់ មិនក៏ខ្លាយទៅជាបែបនេះមិនអាចទេមិនពិតទេទីនេះគួរឲ្យខ្លាចណាស់ដឹងខ្លួនវិញអញ្ចឹងវាមុខជាខ្លាយជាបិសាចហើយនៅមិនបានទេខ្ញុំត្រូវទៅរត់យករួចខ្លួនហើយ តើមានរឿងអីអូយព្រះអើយស្លាប់ទៀតសិនជនជាពេលនៅល្មមអរិយភ្នំក៏បានបង្ហាញរូបកាយចេញមក ខ្លាយើងមកនេះចង់ប្រាប់ឲ្យឯងដឹងថាឯងនឹងខ្លាយទៅជាមនុស្សរហូតហើយនេះក៏ព្រោះតែសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ប្រពន្ធឯងអញ្ចឹងបានន័យថាស្នេហាស្មោះបានធ្វើឲ្យខ្ញុំខ្លាយជាមនុស្សពិតបានមែនទេពិតមែនហើយឯងខំណាស់ហេតុនេះការខំប្រឹងប្រែងរបស់ឯងមិនក្បត់ការព្យាយាមរបស់ឯងទេពិតជាអរគុណណាស់ពេលនេះខ្ញុំអាចរស់នៅជាមួយប្រពន្ធខ្ញុំរហូតតទៅខ្ញុំលែងភ័យទៀតហើយចូលរស់នៅជាមនុស្សលុះអស់ជីវិតចុះបានខ្ញុំសូមអរគុណលោកអរិយភ្នំហើយចំណែកចចកឯងនេះមានល្បិចណាស់ចូលឯងคล้ายជាចចកវិញចុះអត់ទេតាមពិតចចកនេះចំណែននឹងមានអំណងចង់មកបំផ្លាញសោះមិនតែប៉ុណ្ណោះចចកនេះនឹងរស់នៅយ៉ាងវេទនាផងដែរនៃខ្លាសូមឯងរស់នៅឲ្យបានសុខតទៅចុះ ពលជូនពោហើយអរិយភ្នំក៏បាត់បំបាំងកាយចេញបាត់ទៅបងខ្លាអូនសំទោសដែលអូនមិននេះមិនអាចទទួលយកបានតែអូនបានសួរបេះដូងអូនហើយបើទោះបងជាខ្លាជាអ្វីផ្សេងក៏ដោយនោះអូ
នមិនប្រែចិត្តពីបងឡើយ បងអរគុណសម្រាប់ក្តីស្រឡាញ់ដ៏ស្មោះត្រង់មួយនេះបងសន្យាថាបងនឹងមើលថែអូននឹងមើលថែពុកឲ្យបានល្អបំផុតណាអូនណា ចាប់បង អើយហើយតើមានរឿងអីទៅវង្វេងអស់ហើយអើយហើយចោះខ្លាចនោះ គ្មានអីទេណាមីងអត់មានខ្លាទេពេលពេលនៅមកខ្លាមិនប្រែជាខ្លាទៀតនោះទេទោះបីគ្រប់មួយឆ្នាំក៏ដោយហើយពួកគេក៏រស់នៅជាមួយគ្នាយ៉ាងសុខសាន្តតរៀងទៅ